ដាយំទាំងឈឺចាប់សំពះរោគយុតិធធក្រៅកូនស្រីអាយុទៅ6ឆ្នាំត្រូវគេបំពេញទ្រានៅបណ្ដាលឲ្យរបួសធ្ងន់កំពុងសង្គ្រោះនៅពេទ្យគុណបុប្ផាជារឿងដ៏គួរឲ្យសោកស្ដាយនិងនឹកស្មានមិនដល់ក្មេងស្រីដែលមានអាយុទៅតែ6ឆ្នាំម្នាក់ត្រូវបានជិះលមុខកាមមិនស្គាល់មុខម្នាក់បានចាប់ច្របាច់កគំរាមសម្លាប់រួចអូសយកទៅចាប់រំលោភបណ្ដាលឲ្យក្មេងស្រីរងរបួសប្រដាប់ភេទជាទម្ងន់កំពុងតែសង្គ្រោះនៅឯមន្ទីរពេទ្យគុណបុប្ផាកាលពីវេលាម៉ោង4ល្ងាចថ្ងៃទី21ខែមីនាឆ្នាំ2025កន្លងទៅក្នុងសង្កាត់ស្រាចកខណ្ឌដូនពេញរាជធានីភ្នំពេញគិតត្រឹមពេលនេះគឺមានរយៈពេល3ថ្ងៃហើយដែលក្មេងស្រីរងគ្រោះកំពុងដេកសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យគុណបុប្ផាក្រោយរងគ្រោះពីសំណាក់ជលមុខកាមមិនស្គាល់មុខខណៈម្ដាយក្មេងស្រីរងគ្រោះបានត្រឹមតែលើកដៃសំពះសូមឲ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយដើម្បីស្វែងរកយុត្តិធម៌ដល់កូនស្រីក្នុងនោះគេសង្កេតឃើញមហាជនជាច្រើនបាននាំគ្នាចែករំលែកបន្តគ្នាប្រងព្រាតដើម្បីជួយរកយុត្តិធម៌ដល់ក្រុមគ្រួសារចំណងគ្រោះខណៈម្ដាយក្មេងស្រីរងគ្រោះក៏បានសំណូមពរទៅកាន់សមត្ថកិច្ចមេត្តាជួយស្វែងរកមុខជលមើដើម្បីយកមកធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់ចំពោះទង្វើដ៏អាក្រក់មួយនេះកូនបែរត្រីថ្នាំម្ដាយភ័យខុសហៅប៉ូលីសឲ្យជួយប៉ូលីសថាមិនទាន់បង្កហេតុធ្វើអ្វីមិនកាត់ចង់ត្រូវកូនដុតផ្ទះចោលរួចចង់អូម្ដាយចូលភ្លើងទៀតមានករណីដ៏គួរឲ្យរន្ធត់មួយនៅប្រទេសថៃដែលមានស្ត្រីម្នាក់កូនប្រុសបែកថ្នាំអុកឡុកធ្វើបាបខំខលទៅប្រាប់ប៉ូលីសតែប៉ូលីសប្រាប់ថាមិនទាន់បង្កហេតុធ្វើអ្វីមិនកាត់លុះចង់ក្រោយកូនប្រុសដុតផ្ទះចោលខ្ទេចថែមទាំងចង់អូម្ដាយចូលភ្លើងទៀតដើមព័ត៌មានបានឲ្យដឹងថាហេតុការណ៍មួយនេះបានកើតឡើងកាលពីថ្ងៃទី22ខែមីនាឆ្នាំ2025កន្លងទៅនៅឯខេត្តឧបលរាជធានីក្នុងនោះស្ត្រីជាម្ដាយមានវ័យ60ឆ្នាំត្រូវកូនប្រុសអាយុ32ឆ្នាំដែលមានអាការបែកថ្នាំប៉ុនប៉ងធ្វើបាបទៅប្រញាប់ខលទៅប្រាប់ប៉ូលីសក្នុងតំបន់ឲ្យចុះមកជួយតែខាងប៉ូលីសតបមកវិញថាកូនប្រុសមិនទាន់បង្កហេតុដូច្នេះហើយចុះអន្តរាគមន៍មិនបានទេលុះមិនយូរប៉ុន្មានខណៈស្ត្រីជាម្ដាយកំពុងដេកស្រាប់តែកូនប្រុសដុតដបសាំងឆេះសន្ធោសន្ធើរួចយកមកគប់ដាក់ម្ដាយតែម្ដាយកិច្ចតន់ឯភ្លើងក៏រាលដាលឆេះពេញផ្ទះហើយកូនប្រុសក៏ព្យាយាមអូម្ដាយចូលក្នុងភ្លើងទៀតយ៉ាងណាមិញស្ត្រីជាម្ដាយព្យាយាមរត់គេចបានសម្រេចចំណែកកូនប្រុសក៏ចាក់សាំងដុតផ្ទះបន្ថែមហើយថែមទាំងអុកឡុកហាំមិនឲ្យអ្នកស្រុកជួយពន្លត់ទើបចុងក្រោយក៏ត្រូវប៉ូលីសមកចាប់ខ្លួនបានសម្រាប់យោធាអបិស្រាអែលបាញ់ស្ទាក់បំផ្លាញមីស៊ីលមួយគ្រាប់ដែលបាញ់ចេញពីយេម៉ែនយោធាអបិស្រាអែលបានឲ្យដឹងថាខ្លួនបានបាញ់ស្ទាក់បំផ្លាញមីស៊ីលមួយគ្រាប់កាលពីថ្ងៃច័ន្ទទី24ខែមីនាដែលត្រូវបានបាញ់ចេញពីប្រទេសយេម៉ែនតែមិនមានសេចក្តីរាយការណ៍ពីការខូចខាតឬជារងគ្រោះណាម្នាក់ទេនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉េដឺដាំយោធាអបិស្រាអែលស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺសម្លេងនៅតាមតំបន់ជាច្រើនក្នុងប្រទេសអបិស្រាអែលក្នុងនោះរួមមានទីក្រុងជេរូសាឡេមនិងទីក្រុងថេលអាវីវផងដែរក្រុមហ៊ូទីមានមូលដ្ឋានក្នុងប្រទេសយេម៉ែនបានសន្យាថានឹងបង្កើនការវាយប្រហាររបស់ខ្លួនលើអបិស្រាអែលរួមទាំងនាវាឬកប៉ាល់នៅក្នុងតំបន់សមុទ្រក្រហមជាការឆ្លើយតបទៅនឹងការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិកកាលពីថ្ងៃទី15ខែមីនាអ្នកនាំពាក្យក្រុមហ៊ូទីលោកយ៉ាយ៉ាសារីបាននិយាយថាក្រុមរបស់ខ្លួនក៏បានកំណត់គោលដៅលើនាវាផ្ទុកយន្តហោះចម្បាំងអាមេរិកទ្រូម៉ាន់ដោយប្រើប្រាស់មីស៊ីលបាឡេស្ទីកូនិងមីស៊ីលគ្រូសហរួមទាំងដ្រូនក្រុមហ៊ូទីបានដឹកនាំការវាយប្រហារច្រើនជាង100លើកប៉ាល់ដឹកទំនិញដែលធ្វើដំណើរឆ្លងកាត់តាមសមុទ្រក្រហមចាប់តាំងពីសង្គ្រាមរវាងអាប៊ីស្រាអែលនិងក្រុមហាម៉ាស់នៅហ្គាហ្សាផ្ទុះឡើងកាលពីឆ្នាំ2023មកជាមួយការអះអាងថាការវាយប្រហាររបស់ពួកគេជាការបង្ហាញពីការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្គាហ្សា